សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅពេលនេះខ្ញុំនឹងធ្វើការចែករំលែកនៅចំណេះដឹងណាអំពីរបៀបបង្កើត Gmail address ងាយណាដែលងាយស្រួលបំផុតណាដែលអាចបងប្អូនអាចចូលទៅបង្កើតដោយខ្លួនឯងហើយក៏វាងាយស្រួលដែរហើយការបង្កើតនេះគឺបង្កើតនៅលើទូរស័ព្ទដៃ smartphone ណា Samsung ណាអូខេអញ្ចឹងដំបូងគឺយើងចូលទៅលើsetting នេះមកកន្លែង setting នេះណាកន្លែងកូនសោនេះ setting នេះមកតមកទៀតយើងជ្រើសរើសយកពាក្យថា account នេះណាកន្លែងមានសញ្ញាកូនសោនេះ account ចុចលើនឹងមកតមកទៀតយើងនឹងឃើញបែបនេះយើងយកពាក្យថា add account ណា add account បន្ទាប់មកទៀតគឺយើងយកពាក្យយើងជ្រើសយកកន្លែងពាក្យថា Google នេះណា Google បាទវានឹងលោតបែបនេះបន្ទាប់មកទៀតគឺគេឲ្យយើងបំពេញ email ឬកន្លែងទូរស័ព្ទមួយទៀតគេដាក់ create a new account អញ្ចឹងយើងយកពាក្យថា create a new account អូខេយើងបំពេញឈ្មោះយើងមកណាអញ្ចឹងយើងអាចបំពេញឈ្មោះអីក៏បានដែរនេះជាអូខេសូមអភ័យទោសគឺនៅខាងលើគឺបំពេញតកោយើងណាហើយនៅខាងក្រោមគឺបំពេញឈ្មោះយើងណាបន្ទាប់មកយើងចុចពាក្យថា next បាទគេនឹងឲ្យយើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតអញ្ចឹងដាក់មកថ្ងៃ15ខែប្រហែលទៅមកឆ្នាំ1993អញ្ចឹងមកអូតូកន្លែងនេះ gender page ណាយើងអាចរើស male ប្រុស female ស្រីណាអញ្ចឹងយើងដាក់ female តោះមកយើងចុចពាក្យថា next បន្តមកទៀតតមកទៀតគេនឹងឲ្យយើងបំពេញ email address ហ្នឹងហើយអញ្ចឹងយើងបំពេញមកយើងចង់ដាក់ឈ្មោះអីអូខេខ្ញុំដាក់ឈ្មោះចេះយើងចុច next អូខេគឺអញ្ចឹងខ្ញុំថែមលេខ99មួយទៀតអូខេគេឲ្យយើងដាក់សញ្ញាបែបនេះទេអញ្ចឹងខ្ញុំដាក់ទៅ99ទេ9ចន្ទធាម99អូខេគឺជោគជ័យណាបើវាលូតក្រហមដូចមិញគឺគេឲ្យទេអញ្ចឹងយើងចុចតទៅពេកជោគជ័យអញ្ចឹងគេឲ្យយើងដាក់ password អញ្ចឹងយើងអាចដាក់មកតាមចិត្តយើងប៉ុន្តែយល់ល្អយើងគួរតែដាក់យ៉ាងតិច8ខ្ទង់ហើយនៅខាងមុខយើងគួរដាក់អក្សរធំណាហើយនឹងមានសញ្ញាណាអូខេខ្ញុំហ្វុំបិទកន្លែងនេះពេលយើងបំពេញហើយយើងចុចពាក្យថា next អញ្ចឹងគេឲ្យអូខេគេឲ្យយើងបំពេញ confirm password មួយទៀតអញ្ចឹងចុចពាក្យថា next អូខេលេខទូរស័ព្ទណាបើតាមធម្មតាគឺយើងត្រូវបំពេញលេខទូរស័ព្ទរបស់យើងដើម្បីឲ្យគេផ្ញើសារចូលមកប៉ុន្តែខ្ញុំអត់ចង់បាក់ដាក់ទេខ្ញុំចុចពាក្យថា skip អូខេចុចមក agree កាលនេះយើងពាក្យថា no send continue